សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រាត្រីនិទានរឿងថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅស្ដាប់នៅរឿងមួយដែលខ្ញុំបានមកពីមិត្តភ័ក្តិរបស់ខ្ញុំមិត្តភ័ក្តិរបស់ខ្ញុំដែរគាត់មានឈ្មោះថាស្រីលីនតែមុននឹងចូលសាច់រឿងសូមចាត់ពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផងដោយស្រីលីនគាត់បានប្រាប់ខ្ញុំថាពីដំបូងឡើយនោះគាត់ឡើងមកធ្វើការនៅភ្នំពេញពេលគាត់មកដំបូងហ្នឹងគឺគាត់នៅបន្ទប់ជួលជាមួយនឹងបងស្រីរបស់គាត់តែពេលគាត់ធ្វើការបាន2ទៅ3ខែគាត់ក៏សុំបងស្រីរបស់គាត់ហ្នឹងចេញទៅនៅបន្ទប់ផ្សេងជួលបន្ទប់មួយនៅម្នាក់ឯងបន្ទាប់មកទៀតបងស្រីរបស់គាត់ហ្នឹងក៏ព្រមឲ្យគាត់ចេញហើយគាត់ក៏បានបន្តថាថ្ងៃមួយគាត់ក៏បានទៅមើលបន្ទប់នៅផ្ទះជួលគេមួយកន្លែងគាត់ទៅមើលរួចរាល់ហើយចុងដល់ថ្ងៃសៅរ៍គាត់ក៏បានរើអីវ៉ាន់ទៅនៅពេលគាត់ទៅនៅហ្នឹងគាត់នៅតែម្នាក់ឯងទេណាបងប្អូនពេលថ្ងៃទី1ដែលគាត់ចូលទៅនៅហ្នឹងពេលយប់ឡើងគាត់គេងម្នាក់ឯងគាត់ថាពេលគាត់គេងហ្នឹងប្រហែលជាខ្ទង់ម៉ោង11 12យប់ពេលគាត់បិទភ្លើងគេងពេលយើងទៅតែគេងរៀបលក់គាត់ថាមានស្រមោលអីខ្មៅមកលានអណ្ដាតសក់វែងបើកភ្នែកធំទៅពេលហើយគាត់ក៏ភ្ញាក់មកបើកស្វាបើកភ្លើងចុចបើកភ្លើងទៅគ្មានឃើញអីទេហើយមួយយប់ហ្នឹងគឺគាត់ភ្ញាក់មកគឺគាត់គេងលក់ទៀតទេគាត់បើកភ្លើងចោលមួយយប់ទល់ភ្លឺរហូតដល់ស្អែកឡើងចុងគឺគាត់នៅគេងម្នាក់ឯងទៀតគាត់អត់ទាន់ហៅបងប្អូនអីទៅគេងជាមួយគាត់គេងម្នាក់ឯងមួយយប់ទៀតថាយប់ទី2ហ្នឹងមកទៀតហើយមកសក់វែងស្លៀកពាក់ពណ៌សហើយស្លុកគាត់ហើយចង្អុលគាត់ទៀតតែមិនដឹងថាព្រលឹងនឹងចង់មានន័យថាម៉េចទេតែចង្អុលគាត់ហើយស្លុកគាត់ទៅពេលហើយចឹងគាត់អត់បិទភ្លើងទេគាត់បើកភ្លើងទៀតពី2យប់ហ្នឹងក៏អត់បានគេងទេពេលថ្ងៃទី3គាត់ហៅប្អូនស្រីជីដូនមួយរបស់គាត់ហ្នឹងទៅគេងជាមួយពេលទៅហ្នឹងគឺឡងទាំង2នាក់មកបងប្អូនគឺចេញឲ្យឃើញស្រស់ទាំង2នាក់តែពេលហើយស្អែកឡើងគាត់ក៏សម្រេចចិត្តថាគាត់ជប់នៅបន្ទប់ហ្នឹងហើយគាត់សុខចិត្តចំណាយលុយចោលគាត់ក៏ប្រាប់ម្ចាស់ផ្ទះគេចេញពីបន្ទប់ហ្នឹងវិញចឹងណាហើយគាត់ក៏បានសួរអ្នកនៅចិត្តហ្នឹងដែលគេដឹងរឿងពីមូលហេតុដែលបន្ទប់ហ្នឹងមានបញ្ហាអញ្ចឹងគឺអ្នកនៅហ្នឹងគាត់បានប្រាប់ថាបន្ទប់នៅផ្ទះជួលហ្នឹងគឺធ្លាប់មានបញ្ហាមនុស្សស្លាប់ម្ដងហើយក៏គាត់បន្តថាគេក៏មិនបានប្រាប់ថាស្លាប់ដោយសារមូលហេតុអីដែរចឹងគាត់គ្រាន់តែដឹងថាបន្ទប់ហ្នឹងគឺមានបញ្ហាហើយបន្ទប់ហ្នឹង
គឺគ្មានអ្នកនៅទេបងប្អូនបន្ទប់ក្រៅពីហ្នឹងមានអ្នកនៅគ្រប់គ្នាតែបន្ទប់ទាំងមួយគឺគេនៅអត់បានគឺដូចជាគេមានម្ចាស់បន្ទប់ហ្នឹងមានម្ចាស់នៅហើយគាត់ក៏ឈប់រស់នៅទីនោះគាត់ចេញមកវិញរឿងហ្នឹងខ្លីទេបងប្អូនតែខ្ញុំចង់ប្រាប់ដល់បងប្អូនដែលជួលបន្ទប់គួរតែស៊ើបមើលពីប្រវត្តិផ្ទះជួលនឹងសិនសួរដែរអ្នកគេនៅចិត្តហ្នឹងខ្លះពេលយើងចូលទៅនៅមានបញ្ហាដូចស្រីលីនមិត្តភក្តិខ្ញុំហើយស្រីលីនវាបានប្រាប់ថាលើកទី1ហើយដែលវាជួបខ្មោចហើយរឿងហ្នឹងក៏មានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាខ្ញុំបរិយាយទៅមិនពេញសាច់រឿងមិនស័ក្តិសមពាក្យសម្ដីកន្លែងណាមួយមិនពីរោះសូមបងប្អូនអធិស្ឋានផងខ្ញុំសង្ឃឹមថានឹងជួបពុកម៉ែបងប្អូននៅវីដេអូក្រោយហើយក៏សូមឲ្យពុកម៉ែបងប្អូនជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗអរគុណបាយបាយ